ចាមែនតើឆ្នៃដីស្រែមកខ្លាយទៅជាកន្លែងជិះស៊ីបឡាញនឹងឡានប៉ុណ្ណឹងដល់ល្បីពេញក្រុងសៀមរាបនៅឡើយតែអ្នកភ្នំពេញទេមកនៅក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះដឹងតែសបាយកប់សេរីហើយមកទទួលនៅអារម្មណ៍រំភើបញាប់ញ័រនៅអង្គរ Speedway នេះម្ដងមើលអ្នកទាំងអស់គ្នាសៀមរាបឥឡូវកាន់តែទំនើបកាន់តែស៊ីវិល័យហើយខ្ញុំចង់ឃើញនៅខេត្តផ្សេងៗគឺមានការរៀបចំល្បែងកម្សាន្តដូចនេះឲ្យបានច្រើនព្រោះថាវាគឺជាការលើកមុខមាត់នៅវិស័យទេសចរមួយដែរហើយនៅពេលដែលបរទេសឃើញហើយនឹងទទួលបានព័ត៌មានកាន់តែច្រើនគេនឹងមកលេងនៅប្រទេសរបស់យើងកាន់តែច្រើនដូចគ្នាផងដែរហើយខ្ញុំសែនរំភើបរីករាយមែនទែននៅអង្គរ Speedway នេះតម្លៃជិះធូរថ្លៃជាងគេបំផុតហើយនៅក្នុងប្រទេសយើងអ្នកនរគ្នាចង់ជិះឡានកៅអីមួយឬក៏ជិះឡានកៅអីពីរបែប couple ក៏មានដែរដឹងតែត្រូវចិត្តអ្នកមានគូហើយរយៈពេលជិះគឺបានរហូតដល់10នាទីហើយបើអ្នកទាំងអស់គ្នាជិះឡានប៉ាណាំងបូកជាមួយនឹង zip line គឺនឹងមានការបញ្ចុះតម្លៃចំនួន$2សម្រាប់ zip line ហើយបើនិយាយពីតួស្រីយើងវិញដំបូងនិយាយថាភ័យនោះភ័យតែពេលដែលបានជិះនឹងហើយជិះអត់ចង់ចុះវិញតែម្ដងហើយជើងនិយាយឃើញចេះទំនងមែនតើអ្នកទាំងអស់គ្នាចង់ឃើញខ្លួនឯងអណ្ដែតលើអាកាសអណ្ដែតលើ V5 អញ្ចឹងអត់តើមានអារម្មណ៍យ៉ាងណាណោះអញ្ចឹងតើតែមកសាកផ្ទាល់ហើយនៅនេះគឺមានការគិតគូរដល់សុវត្ថិភាពយើងខ្លាំងមែនតើមានការត្រួតពិនិត្យការដាក់ខ្សែក្រវ៉ាត់ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវទើបឲ្យយើងជិះអញ្ចឹងបានតាក់ទាញសម្បីតែជនបរទេសណាក៏ពួកគាត់មកជិះលេងកម្សាន្តដែរហើយមួយវិញទៀតសូមសរសើរដល់បុគ្គលិកទាំងអស់គឺមាននៅភាពរុះរាយរាក់ទាក់រហ័សរហួនសកម្មមែនតើអញ្ចឹងអ្នកនរគ្នាដែលនឹងមកលេងនៅខេត្តសៀមរាបអាចសេវនៅកន្លែងនេះទុកបានហើយសម្រាប់ព័ត៌មានលម្អិតអ្នកនរគ្នាអាចឆាតមកកាន់ page អង្គរ Speedway ផ្ទាល់ហ្នឹងហើយនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្ណឹងអរគុណបាយបាយ